ចាសួស្តីបងប្អូនទាំងអស់គ្នាតោះឥឡូវនេះខ្ញុំមានថៃកេះធំនេះថៃកេះលេខ1ហ្មងនេះចំពោះខ្ញុំគិតថាលេខ1ដោយសារវាធំ4 5ត្រី1គីឡូអញ្ចឹងទៅហើយបន្ទាប់ពីយើងធ្វើការសម្អាតនេះខ្ញុំដាក់ត្រាំជាមួយនឹងតកកតែជា3ទៅ4ម៉ោងហើយបានខ្ញុំយកមកវះឆូតអញ្ចឹងទៅរួចយកទៅប្រឡាក់ជាមួយគ្រឿងហើយគ្រឿងនេះគឺអត់មានអីច្រើនទេបងប្អូនមានតែអំបិលជីរ៉ូឌីអីចឹងទៅជាមួយនឹងស្ករបងប្អូនអាចមានវិធីបន្លាយផ្សេងពីហ្នឹងធ្វើតាមចំណូលរៀងខ្លួនអញ្ចឹងណាតែខ្ញុំធ្វើតែប៉ុណ្្នឹងឯងដោយសារខ្ញុំអត់ចង់បានរសជាតិខ្លាំងទេហើយនេះខ្ញុំធ្វើធម្មជាតិធម្មតាអញ្ចឹងទៅហើយបន្ទាប់ពីយើងធ្វើការច្របាច់សាច់ត្រីបន្លាក់ទាំងអស់រួចរាល់មកខ្ញុំទុកក្នុងទូទឹកកកមួយយប់នេះទៅគឺធំហ្មងត្រីហ្នឹងណាទុកក្នុងទូទឹកកកមួយយប់ចឹងទៅសាច់ទៅវារៀងរឹងនៅពេលដែលយើងលើកហាទៅវាអត់ងាយអស់សាច់អញ្ចឹងណាហើយរួចរាល់បាត់ក្រោយពីយើងដាក់ក្នុងទូទឹកកកមកយប់មកក៏លើកហាលនេះទៅថ្ងៃនេះមានថ្ងៃល្អអញ្ចឹងហាលពីព្រឹកទៅថ្ងៃឡើងយើងស្ងួតអាចចូលជាតិញ៉ាំបានអរគុណច្រើន